ក្នុងមាត់អ្នកប្រាជ្ញបុរាណមានសភាសិទ្ធមួយឃ្លាបានបន្សល់ទុកពីមាត់មួយទៅមាត់មួយថានៅពេលអ្នកជោគជ័យចូលរៀនពីខុងជឺនិងមឹងជឺតែនៅពេលដែលអ្នកប្រាជ័យចូលរៀនពីឡាវជឺនិងជួងជឺនៅពេលដែលមនុស្សមានស្មារតីខ្លាំងពួកគេគួរតែអានស្នាដៃរបស់ខុងជឺនិងមឹងជឺនោះពួកគេនឹងមិនមានអំនួតពេកហើយអាចរក្សាអារម្មណ៍ឲ្យនឹងណូនិងមិនធ្វើរឿងខុសឆ្គងតែនៅពេលដែលអ្នកពិបាកចិត្តនឹងមានបញ្ហាជីវិតសិភៅដែលអ្នកគួរអានបំផុតគឺរបស់ជួងជឺប្រាជ្ញាដ៏វិសេសវិសាលនិងចិត្តទូលាយរបស់ជួងជឺអាចជួយឲ្យអ្នកស្វែងរកការគាំទ្រខាងផ្លូវអារម្មណ៍នៅពេលដែលអ្នកខកចិត្តដូច្នេះយើងមិនត្រូវបាត់បង់ខ្លួនឯងដែលនាំទៅរកការបំផ្លិចបំផ្លាញនោះទេប្រសិនបើអ្នកយល់ពីជួងជឺអ្នកនឹងយល់ថាមនុស្សនៅក្នុងពិភពលោកដែលមានផ្លូវចិត្តរឹងមាំពួកគេអាចឆ្លងកាត់ការលំបាកទាំងអស់បានមនុស្សដែលឈានដល់កម្រិតនេះនឹងមិនត្រូវបានអូសទាញដោយកិត្តិនាមសំណាងឬជាប់ដោយកិច្ចការលោកីឡើយរាល់បញ្ហាក្នុងជីវិតប្រៀបដូចជាពពករស័ព្ទ100នាក់មនុស្សរឹងមាំពិតប្រាកដម្នាក់បានឆ្លងកាត់ការឡើងចុះនៃជីវិតមានតែការពង្រឹងខ្លួនឯងជានិច្ចទេទើបជីវិតរបស់អ្នកកាន់តែប្រសើរឡើងកម្លាំងពិតមិនត្រូវបានបង្ហាញដោយពាក្យសម្ដីទេប៉ុន្តែវាស្ថិតនៅក្នុងជម្រៅបេះដូងរបស់អ្នកមនុស្សរឹងមាំពិតប្រាកដមិនយំនិងមិនត្អូញត្អែពេលជួបការលំបាកឡើយប៉ុន្តែពួកគេនឹងរក្សាភាពជឿជាក់នៅក្នុងចិត្តទាំងអស់ដោយភាពស្ងៀមស្ងាត់មានតែអ្នកអាចចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានប៉ុណ្ណោះទេទើបអាចក្លាយជាមនុស្សរឹងមាំបាននៅក្នុងជីវិតយើងជៀសមិនរួចទេក្នុងការជួបប្រទះនឹងការលំបាកនិងការឈឺចាប់មួយចំនួនប៉ុន្តែបទពិសោធន៍ទាំងនេះបានធ្វើឲ្យយើងកាន់តែរឹងមាំនៅលើវិថីនៃជីវិតពោពេញដោយការផ្លាស់ប្ដូរយើងត្រូវតែរៀនបោះបង់ចោលមនុស្សនិងរបស់មួយចំនួនដែលមិនមែនជារបស់យើងហើយរក្សាអ្វីដែលសំខាន់ពិតប្រាកដបានហើយនេះវានឹងអនុញ្ញាតឲ្យយើងឆ្ពោះទៅមុខបានយ៉ាងងាយស្រួលនិងប្រឈមមុខនឹងអនាគតយ៉ាងរលូនមិនថាជីវិតស្ថិតក្នុងដំណាក់កាលណាក៏ដោយបទពិសោធន៍គឺជាមធ្យោបាយតែមួយគត់ដើម្បីឲ្យយើងអភិវឌ្ឍខ្លួននិងជាឱកាសធ្វើឲ្យយើងកាន់តែរឹងមាំនិងមានភាពចាស់ទុំនៅពេលដែលយើងចេះអត់ធ្មត់ហើយបោះបង់អ្វីៗមួយចំនួនចោលដែលឥតប្រយោជន៍នោះយើងអាចក្លាយជាមនុស្សពេញវ័យពិតប្រាកដហើយបើយើងមានការអត់ធ្មត់កាន់តែខ្លាំងចិត្តយើងកាន់តែរឹងមាំកាន់តែខ្លាំងឡើងការអត់ឱននិងការយោគយល់គ្នាអាចឲ្យយើងដោះស្រាយជម្លោះនិងវិវាទជាច្រើនដែលធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរនិងកាន់តែមានន័យចូលយើងរៀនចេះបោះបង់រៀនចេះអធ្យាស្រ័យយើងនឹងក្លាយជាមនុស្សពេញវ័យពិតប្រាកដការអត់ឱនគឺជាប្រាជ្ញាមួយប្រភេទនិងជាប្រភេទនៃការបណ្ដុះខ្លួនឯងពេលអ្នកដទៃធ្វើខុសឬមានចំណុចខ្វះខាតយើងគួររៀនអត់ឱនឲ្យពួកគេទម្លាក់ចុះការខឹងក្រោធការអាក់អន់ចិត្តនិងកុំឆ្លក់វែងនឹងអារម្មណ៍នៅក្នុងចិត្តរបស់យើងហើយសម្រុះសម្រួលគ្រប់យ៉ាងដោយចិត្តទូលំទូលាយមានតែវិធីនេះទេទើបចិត្តរបស់យើងបានសម្រាកនិងមានអារម្មណ៍ល្អខ្ញុំជឿថាដរាបណាយើងមានចិត្តអត់ធ្មត់យើងប្រកាសជាធ្វើឲ្យជីវិតរបស់យើងកាន់តែប្រសើរជាងមុនតើនរណាអាចធានាបានថាយើងមិនត្រូវរងភាពអយុត្តិធម៌តិចតួចឬច្រើននៅក្នុងជីវិតរបស់យើងអ្នកណាខ្លះដែលមិនធ្លាប់ដួលឬបរាជ័យអ្នកណាខ្លះមិនទាន់ជួបបញ្ហាផ្លូវចិត្តទាំងនេះសុទ្ធតែជាដំណើរដែលជៀសមិនរួចនៅក្នុងជីវិតប៉ុន្តែមិនថាជួបការលំបាកនិងឧបសគ្គអ្វីក៏ដោយយើងត្រូវប្រឈមមុខនឹងរឿងទាំងនេះដោយភាពក្លាហានរៀនចេះអភិវឌ្ឍខ្លួនជាមួយរឿងទាំងអស់នេះហើយស្វាគមន៍ការមកដល់នៃថ្ងៃនីមួយៗដោយស្នាមញញឹមដោយសារតែជីវិតមិនរលូនលុះត្រាតែយើងអាចឆ្លងកាត់ជុះភ្លៀងនិងខ្យល់ទើបយើងអាចឃើញឥន្ទនូដ៏ស្រស់ស្អាតនិងព្រះអាទិត្យបាននៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនខុសគ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍សោកសៅរបស់អ្នកទេមានតែអ្នកម្នាក់គត់ដែលយល់ហើយត្រូវឆ្លងកាត់វាដោយខ្លួនឯងទើបអ្នកអាចរឹងមាំបានពេលអ្នកពិបាកចិត្តគ្មាននរណាម្នាក់អាចយល់ពីភាពសោកសៅរបស់អ្នកទេមានតែឆ្លងកាត់វាដោយខ្លួនឯងប៉ុណ្ណោះទើបអ្នកអាចក្លាហានជាងមុនពេលដែលអ្នកប្រគល់បេះដូងរបស់អ្នកទៅឲ្យមនុស្សខុសអ្នកត្រូវតែដឹងពីរបៀបយកវាមកវិញ
លុះត្រាតែអ្នកបញ្ចុះបញ្ចូលខ្លួនឯងនិងអត់ឱនឲ្យអ្នកដទៃទើបអ្នកអាចក្លាយជាមនុស្សរឹងមាំពិតប្រាកដក្នុងជីវិតរបស់យើងនឹងជួបប្រទះរឿងជាច្រើននិងជួបមនុស្សជាច្រើនមនុស្សខ្លះស្រឡាញ់អ្នកខ្វល់ពីអ្នកខណៈពេលដែលមនុស្សមួយចំនួនមិនស្រឡាញ់អ្នកមិនខ្វល់ពីអ្នកហើយថែមទាំងធ្វើបាបអ្នកនៅពីក្រោយខ្នងទៀតផងទោះយ៉ាងណាក៏ដោយទាំងនេះសុទ្ធសឹងជាបទពិសោធន៍នៅក្នុងដំណាក់កាលនៃជីវិតអ្វីដែលសំខាន់នោះគឺថាយើងគួរតែរៀនឲ្យតម្លៃអ្នកប្រព្រឹត្តល្អចំពោះយើងយ៉ាងពិតប្រាកដយើងម្នាក់សង្ឃឹមថានឹងមានជីវិតរលូនទទួលបានស្នេហាពិតនិងមានមិត្តភាពដែលស្មោះត្រង់នៅក្នុងសង្គមនេះមនុស្សយើងតែងតែស្វែងរកសម្ភារៈនិយមដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្តតែភាពស្រស់ស្អាតពិតប្រាកដមិនមែនជាទ្រព្យសម្បត្តិខាងក្រៅនោះទេប៉ុន្តែជាសន្តិភាពខាងក្នុងនិងចិត្តស្មោះយើងម្នាក់តែងតែរក្សាសម្ផស្សនឹងរូបរាងកាយតែភ្លេចថែរក្សាផ្លូវចិត្តមនុស្សដែលមានសម្ផស្សស្អាតរូបរាងកាយរឹងមាំសុខភាពល្អយ៉ាងណាក៏ដោយបើសុខភាពផ្លូវចិត្តទន់ខ្សោយហើយគឺរស់នៅមិនបានយូរទេមានតែការរាប់អាននរណាម្នាក់ដោយស្មោះស្ម័គ្រប៉ុណ្ណោះទេទើបយើងអាចទទួលបានសេចក្តីសុខនិងសុភមង្គលហើយមិនធ្វើឲ្យអ្នកដទៃឈឺចាប់ឬយើងឈឺចាប់ឡើយដរាបណាយើងប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយអំពើល្អដោយបេះដូងស្មោះត្រង់របស់យើងនោះជីវិតរបស់យើងនឹងពោរពេញដោយអារម្មណ៍ស្រស់ស្អាតជីវិតពោរពេញដោយទុក្ខលំបាកនិងការឈឺចាប់ពេលខ្លះយើងពិតជាជឿលើនរណាម្នាក់ថាគេល្អគេស្មោះប៉ុន្តែគេបែរជាក្បត់យើងស្នេហាក៏មិនមែនជាករណីលើកលែងដែរយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសារតែការជ្រាន់ជ្រែកអារម្មណ៍របស់យើងទោះយ៉ាងណាក៏ដោយរឿងតែមួយគត់ដែលយើងអាចធ្វើបានគឺកុំទន្ទឹងរង់ចាំគេទៀតហើយរៀនបោះបង់ទោះបីជាយើងធ្លាប់ឈឺចាប់ក៏ដោយយើងមិនគួរបាត់បង់ទំនុកចិត្តលើពិភពលោកនិងមនុស្សជាតិដែរអ្នកត្រូវយល់ថាមនុស្សដែលអាចធ្វើឲ្យអ្នកឈឺចាប់ខ្លាំងបំផុតគឺជាមនុស្សដែលអ្នកស្រឡាញ់ខ្លាំងបំផុតដូចគ្នាអ្នកត្រូវចាំថាមនុស្សដែលមិនចេះស្រឡាញ់អ្នកនឹងធ្វើបាបអ្នកគឺជាអ្នកដែលមកជួយអ្នកទៅវិញអ្នកត្រូវដឹងថាមនុស្សដែលអាចធ្វើឲ្យចិត្តអ្នករឹងមាំគឺជាអ្នកដែលធ្វើឲ្យអ្នករងទុក្ខខ្លាំងបំផុតមានតែយើងអាចរៀនលះបង់មនុស្សអាក្រក់ដែលធ្វើបាបយើងទើបយើងអាចក្លាយជាមនុស្សរឹងមាំនៅក្នុងជីវិតការរៀនអត់ទោសឲ្យអ្នកដទៃក៏ជាការលើកលែងទោសឲ្យខ្លួនឯងដូចគ្នានៅពេលដែលយើងបន្តត្អូញត្អែពីកំហុសរបស់អ្នកដទៃរាងកាយនិងចិត្តរបស់យើងនឹងមានបញ្ហាជាក់ជាមិនខានដូច្នេះគួរតែលះបង់ការអន់ចិត្តដែលមាននៅក្នុងចិត្តរបស់យើងចោលទើបយើងអាចរស់នៅប្រកបដោយសេចក្តីសុខយ៉ាងណាមិញផ្លូវនៃជីវិតគឺវែងឆ្ងាយយើងត្រូវចេះរក្សាអាកប្បកិរិយាប្រងើយកន្តើយចំពោះរឿងមួយចំនួនដែលធ្វើឲ្យយើងឈឺចាប់ដើម្បីទទួលយកបទពិសោធន៍នៃការសម្រាកផ្លូវចិត្តនិងអាចរីករាយជាមួយបញ្ហាតាំងពីបុរាណកាលមកវីរបុរសត្រូវបានទាក់ទាញដោយសម្រស់បុរសដែលស្ម័គ្រស្មោះនិងនារីពោពេញដោយមនោសញ្ចេតនាតែងតែទទួលរងការឈឺចាប់ដោយសារភាពខូខើស្នេហាគឺស្រស់ស្អាតនិងឈឺចាប់ហើយវាមានតម្លៃក្នុងការស្វែងរកនិងស្រឡាញ់អស់ពីចិត្តការមានស្នេហាពិតប្រាកដគឺជាសំណាងដ៏ធំសម្បើមពេលខ្លះយើងលះបង់ខ្លួនឯងដើម្បីសេចក្តីស្រឡាញ់តែយើងបែរជាស្ទាក់ស្ទើរក្នុងការលះបង់ភាពស្មោះត្រង់របស់យើងឲ្យមនុស្សដែលខ្លួនយើងស្រឡាញ់នោះដែលស្រឡាញ់នឹងផ្លាស់ប្ដូរខ្លួនយើងដោយខ្លួនឯងមិនចាំបាច់ភាគីម្ខាងណាក្បត់នោះទេអនុស្សាវរីយ៍ដ៏ស្រស់ស្អាតទាំងនោះបានបាត់បង់បន្តិចម្ដងដោយសារតែការប្រងើយកន្តើយរបស់យើងទោះជាយ៉ាងណាក្តីយើងម្នាក់នៅតែមិនអាចដកខ្លួនចេញបានដោយតែងតែតស៊ូនិងទន្ទឹងរង់ចាំការវិលត្រឡប់នេះប្រហែលជាស្នេហាមិនគ្រាន់តែទាមទារការយកចិត្តទុកដាក់និងផ្អែមល្ហែមប៉ុណ្ណោះទេប៉ុន្តែទាមទារការឲ្យតម្លៃស្រឡាញ់មនុស្សម្នាក់មិនខុសនោះទេប៉ុន្តែបើស្រឡាញ់មនុស្សខុសហើយមិនព្រមចុះចាញ់នៅតែតស៊ូក្រាញ់ននានោះយើងនឹងធ្វើបាបខ្លួនឯងជារៀងរាល់ថ្ងៃចូលគុំមិនដោយតាមអារម្មណ៍ខុសរបស់អ្នកដោយសារសេចក្តីស្រឡាញ់អ្នកគួរតែរៀនប្រឈមមុខនឹងការពិតដែលក្លាហាននិងស្វែងរកសុភមង្គលផ្ទាល់ខ្លួន
មនុស្សដែលអាចធ្វើបាបអ្នកយ៉ាងពិតប្រាកដក្នុងโลกនេះច្រើនតែជាមនុស្សដែលអ្នកស្រឡាញ់ខ្លាំងបំផុតនៅលើវិថីជីវិតប្រសិនបើមាននរណាម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកវាគឺជាអារម្មណ៍ដ៏រីករាយតែបើគ្មានអ្នកណាម្នាក់ស្រឡាញ់អ្នកគួររៀនស្រឡាញ់ខ្លួនឯងកុំរឹងរូសពេកចំពោះរឿងស្នេហាតែត្រូវចេះរីករាយជាមួយវាពេលវាមកដល់ហើយកុំសោកសៅពេលវាចាកចេញមិនថាអ្នកនៅទីណាក៏ត្រូវស្រឡាញ់ខ្លួនឯងនេះជារឿងសំខាន់បំផុតនៅក្នុងជីវិតអ្នកដែលមានចិត្តរឹងប៉ឹងជឿលើសេចក្តីស្រឡាញ់ហើយមិនត្រូវរវាទចិត្តឡើយយើងមានសមត្ថភាពគិតដល់ឯករាជ្យមិនត្រូវរំខានដោយពិភពលោកខាងក្រៅហើយតម្លៃខ្លួនឯងក៏មិនរង្គោះរង្គើទោះបីជាស្នេហាដួលរលំក៏ដោយក៏យើងនៅតែអាចរឹងមាំក្នុងខ្លួននិងអាចឈានទៅមុខបានស្នេហាតែងតែជាល្បែងទោះយើងឈឺឬអត់យើងគួររៀនប្រឈមមុខនឹងវាដោយស្ងៀមស្ងាត់មនុស្សដែលខូចចិត្តនឹងរឿងស្នេហាអាចនឹងយល់ពីសេចក្តីស្រឡាញ់ពិតប្រាកដកាន់តែខ្លាំងហើយដឹងពីរបៀបធ្លាក់ក្នុងអន្លង់ស្នេហ៍ល្អជាងមុនទោះយើងស្រឡាញ់គ្នាខ្លាំងយ៉ាងណាក៏ដោយក៏មិនស្ដាយក្រោយច្រើនដែរព្រោះយើងរៀនចេះដោះលែងសូមឲ្យការឈឺចាប់ពីអតីតកាលរលាយបាត់ហើយស្វាគមន៍ភាពស្រស់ស្អាតនៃអនាគតថ្មីស្នេហាមិនមែនជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិតយើងទេនៅពេលដែលមនុស្សម្នាក់មកវាក៏អាចចាកចេញទៅវិញថ្ងៃណាមួយស្នេហាស្មោះសរនឹងធ្វើឲ្យយើងរីករាយស្នេហាដែលឈឺចាប់នឹងធ្វើឲ្យបេះដូងយើងកាន់តែរឹងមាំមនុស្សដែលរឹងមាំពិតប្រាកដគឺជាអ្នកដែលមិនគេចពីបញ្ហាហើយប្រឈមមុខនឹងបញ្ហាដែលក្លាហានយើងមិនរើសយកជម្លោះដែលគ្មានន័យទេហើយយើងដឹងពីរបៀបដើម្បីបោះបង់រឿងអតីតកាលដែលយើងចង់មនុស្សប្រភេទនេះជាប្រភេទមិនប្រាប់បញ្ហារបស់ខ្លួននៅចំពោះមុខអ្នកក្រៅប៉ុន្តែពួកគេស្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តរបស់ពួកគេហើយប្រឈមមុខនឹងជីវិតដែលមិនស្គាល់ដោយភាពអត់ធ្មត់និងទំនុកចិត្តក្នុងនាមជាមនុស្សម្នាក់ប្រសិនបើអ្នកមិនជួបប្រទះភាពរីករាយនិងទុក្ខព្រួយក្នុងជីវិតទេហើយមិនអាចតស៊ូជាមួយវាបានអ្នកពិតជាមិនអាចយល់ពីអត្ថន័យជីវិតពិតប្រាកដបានទេនៅពេលដែលអ្នកជួបប្រទះនឹងការលំបាកនិងការឈឺចាប់អ្នកតែងតែបន្ទោសអ្នកដទៃនិងបន្ទោសអ្នកដែលធ្វើឲ្យខ្លួនឯងរងទុក្ខទោះយ៉ាងណាក៏ដោយយើងមិនដែលដឹងថាមនុស្សទាំងអស់នោះតែងតែរំលឹកយើងពីចំណុចខ្វះខាតរបស់យើងហើយធ្វើឲ្យយើងរឹងមាំនិងមានភាពចាស់ទុំជាងមុនពួកគេគឺជាកម្លាំងចលករដ៏សំខាន់ក្នុងជីវិតរបស់យើងដែលនាំយើងដើរទៅកាន់វិថីនៃអនាគតដ៏ល្អប្រសើរដូច្នេះសូមអរគុណអ្នកដែលធ្វើឲ្យយើងរងទុក្ខពួកគេគឺជាសាក្សីនៃដំណើរជីវិតរបស់យើងហើយធ្វើឲ្យយើងកាន់តែពេញលេញនិងមានទំនុកចិត្តកាន់តែច្រើននៅពេលដែលយើងរៀនអត់ធ្មត់នឹងការលំបាកក្នុងជីវិតប្រហែលជាប្រតិកម្មដំបូងរបស់យើងគឺយើងតែងតែប្រាប់និងបញ្យល់អ្នកដទៃប៉ុន្តែនៅពេលដែលយើងលែងត្រូវការបញ្យល់ទៅកាន់ពិភពលោកខាងក្រៅយើងអាចទ្រាំនឹងអ្វីៗទាំងអស់ដោយកម្លាំងផ្ទាល់ខ្លួនរបស់យើងនេះគឺជាភាពចាស់ទុំខាងផ្លូវចិត្តពេលប្រឈមមុខនឹងវិវាទចូលយើងរៀនទប់អារម្មណ៍កុំប្រកួតប្រជែងនឹងគេខ្លាំងពេកជៀសវាងបង្កជម្លោះដែលមិនចាំបាច់ធ្វើបែបនេះចិត្តរបស់យើងនឹងកាន់តែរឹងមាំមានសុភាសិតមួយឃ្លាគេបាននិយាយថាលុះត្រាតែចិត្តមនុស្សរឹងមាំទើបយើងចេះអត់ឱនទើបយើងខ្លាចជាមនុស្សរឹងមាំពិតប្រាកដនិងដឹងរសពិតនៃសេចក្តីស្រឡាញ់កាន់តែប្រសើរវាជាការលំបាកក្នុងការជៀសវាងសម្ពាធក្នុងជីវិតប៉ុន្តែប្រសិនបើអ្នករក្សាភាពរឹងមាំចេញពីខាងក្នុងបេះដូងរបស់អ្នកហើយប្រឈមមុខនឹងជីវិតដែលភាពវិជ្ជមាននោះអ្នកនឹងឃើញថាជីវិតរបស់អ្នកកាន់តែប្រសើរឡើងកាន់តែសម្បូរបែបនិងមានតម្លៃចូលចាប់ផ្ដើមពីពេលនេះទៅហើយកសាងបេះដូងរបស់អ្នកឲ្យកាន់តែរឹងមាំជាមួយខ្ញុំ